ក្រុមហ៊ុនយើងនៅថ្ងៃអនាគតទៅនឹងរីកលូតលាស់ខ្ពស់កម្ពស់ដូចចង់ដងចឹងអឺនិយាយទៅយើងមិនបាច់ភ័យទេដេកចាំតែព្រួយមែនហើយអូនណាអូឯនោះពូចាស់គេនៅខាងមុខតោះយើងទៅនិយាយទៅយើងមិនបាច់ភ័យទេក្រុមហ៊ុនយើងឥឡូវរ៉ូណាល់ដូចាស់ទីនេះឥឡូវដកភាពហ៊ុនចាញ់អស់ហើយឥឡូវជំរាបសួរអូនណាពូជំរាបសួរពូអូបាទជំរាបសួរបាទមកជួយអង្គុយលេងបាទហើយស្លៀកពាក់ស្អាតដល់ហើយនេះតាណានេះលួចមន់ឬក៏មិនហ្នឹងគឺខ្ញុំមកពីក្រុមហ៊ុនទិញដេឡូមហាហិនហើយខ្ញុំមកនេះខ្ញុំចង់សួរបងថាតើបងនេះមានដីលក់អត់បងដីបងបាទបងមានដែរបងដីមានបងមានណែក្រុមហ៊ុនខ្ញុំទិញរហូតដល់ឋានប្រច័ណ្ឌណាបងឯងព្រួយតែបើបងឯងលក់ឲ្យក្រុមហ៊ុនយើងខ្ញុំបងឯងមិនបាច់ចាំភ័យទេបងឯងនឹងបានតម្លៃខ្ពស់តែម្ដងអូបាទដីខ្ញុំក៏មានដែរបងតែដីខ្ញុំនៅជាប់ឯខ្នល់អូតែមិនតែមកពូឥឡូវជូនខ្ញុំទៅមើលបានទេពូតែឥឡូវអូខេបានតាចាំពូជូនទៅតឥឡូវមកតាអូនេះដីស្រែខ្ញុំនេះពីនេះទៅនេះហ្នឹងហើយបងឡៃហ្នឹងហើយបងឡៃហ្នឹងហើយហ្នឹងហើយបងឡៃហ្នឹងហើយហ្នឹងហើយលបងហើយដីលបងឯងនេះលក់តម្លៃប្រមាណលបងដីខ្ញុំខ្ញុំលក់តាម$10,000ទេលបងខ្ញុំម៉ៅតែហ្មងលបងខ្ញុំម៉ៅឲ្យតែហ្មងមិនបាច់គិតម៉ែត្រមិនបាច់គិតអាយទេខ្ញុំម៉ៅឲ្យតែម្ដង$10,000លបងអាចទិញអត់បងណែពូដីហ្នឹង$10,000វាមិនថ្លៃទេពូដីហ្នឹងយើងទិញ$10,000ហើយយើងចាក់ដីក្រៅទៅលើអស់$10,000ទៀតយើងចាក់ហើយយើងដាំតកូនយើងដឹងតែចំណេញហើយពូឥឡូវដីហ្នឹងខ្ញុំឲ្យ$30,000មិនបាច់កាត់ថ្លៃទេថាម៉េច$30,000អូយលបងឥឡូវខ្ញុំលក់ទៅហ្មងឥឡូវខ្ញុំទៅយកមកប្លង់មកផ្លែសិនបងឈប់លបងឈប់កាត់អីមែនលបងខ្ញុំសូមជម្រាបតែលបងតិចហ្នឹងថាលុយដែលខ្ញុំទិញដីលបងនេះជាលុយខ្លាំងទេលេងសើចមែនលបងឲ្យលុយខ្លាំងយ៉ាងម៉េចដីខ្ញុំមួយទាំងមូលណាលបងលបងជួយលក់ឲ្យមកប្លង់មកលបងខ្ញុំមក3ថ្ងៃហើយបងមិនទាន់ទិញបានអាប្លង់ទេលបងអើយមែនហើយអូនណាជួយគ្នាទៅអូនណាលបងហើយលបងក្រុមហ៊ុនប៉ាណាណៃបងយកលុយខ្លាំងមកទិញដីខ្ញុំល្មិចទេលបងត្រូវហើយលបងខំតែក្រុមហ៊ុនទេលបងតែអត់មានលុយទេលបងហ្នឹងហើយលបងវាអត់លុយទេក្រុមហ៊ុនប៉ាណាណៃយកលុយខ្លាំងមកទិញដីគេល្មិចទេអត់លុយទេបានទេចាប់បរោយអាម៉េចអំបិលទៀតហើយយើងហើយមានការអីអាក្មួយខ្ញុំមកពីក្រុមហ៊ុនមហាហិនហើយខ្ញុំមកពីក្រុមហ៊ុនទិញដីឡូមីងហើយនិយាយចឹងមីងមានដីអីត្រូវការលក់អត់មីងអាមីងនេះគ្មានដីលក់ទេអូនអើយមិនចឹងទេមីងញ៉ៃចឹងហើយប្តីមីងអញអត់ឲ្យលក់មែនមីងមិនមកស្រែយកមកប្លង់ហ្នឹងមីងអើយណែមីងនេះអត់មានប្តីទេហើយដីស្រែមីងហ្នឹងក៏មានដែរតែមីងនេះទុកចែកមន់ដីមីងទុកចែកឲ្យមន់មន់រស់មិនបានយូរទេមីងអើយលក់ឲ្យខ្ញុំមកប្លង់មកត្រូវហើយមីងអើយលក់ឲ្យខ្ញុំមកប្លង់មកមីងខ្លាច់មេខ្ញុំដេញក្បាលខ្ញុំចោលមីង3ថ្ងៃហើយតែអត់ទាន់បានមកប្លង់ផង
ถ้าไม่เนี่ยมันโลแต่เอาเนยตกใจไอ้ม่วนอดก็อดแต่มิงจังខ្ញុំជម្រាបលាទៅវិញសិនណាមីង អញ្ចឹងខ្ញុំជម្រាបលាសិនណាមីង សុខសប្បាយទាំងអស់គ្នាណាអូនស្រេចហើយឥឡូវម៉ោង 5:80 នាទីហើយងាប់ថ្ងៃហ្នឹងដាច់បាយទៀតហើយ បាច់ភ័យហីថ្ងៃហ្នឹងទៅសុំបាយវត្តស៊ីមក តាចឹងចាយហើយនាំគ្នាមកនឹងមានការអី ហើយតាឯងហ្នឹងអាចារ្យវត្តមែនតា តានឹងហើយអាចារ្យវត្តហើយយ៉ាងម៉េចចុះ ហើយតាឯងនៅវត្តហ្នឹងឥឡូវបានប្រាក់ខែមែនតា តាបានប្រាក់ខែអីអាចារ្យអើយតាគ្រាន់តែស្ម័គ្រចិត្តមកធម្មតាហ្នឹងណាអញ្ចឹងមានថាអ៊ំឯងហ្នឹងអាចារ្យចុះស្តាហើយអញ្ចឹងតានេះមិនមែនជាអាចារ្យចុះស្តាអីទេតាគ្រាន់តែពេលទំនេរតាមកជួយកាប់ឆ្កាព្រៃនៅក្នុងវត្តអីអញ្ចឹងណា អញ្ចឹងមានន័យថាតាឯងហ្នឹងអត់មានការងារអីធ្វើសោះហ្មងហ៎ តានេះការងារនៅផ្ទះក៏វាមានដែរតែតានេះពេលទំនេរក៏ជួយការងារវត្តអីចឹងណាក្មួយហើយចុះឥឡូវនេះអាក្មួយឯងនេះហើយនឹងអាចារ្យនេះមានការអីចុះបងខ្ញុំមកពីក្រុមហ៊ុនទិញដីឡូមហាហិនហើយ អញ្ចឹងលោកតានៅវត្តហ្នឹងមានត្រូវការលុយខ្លះទេលោកតា អាណារស់ស៊ីលូវត្តមិនទេអាចារ្យវត្តទីកន្លែងគេបូជាកន្លែងគេធ្វើបុណ្យណា ចង់និយាយថាពេលហ្នឹងតាអត់ចង់លក់អត់ចង់ទៅពេលណាតាចង់លក់វត្តចូលការ៉ាអូខេអញ្ចឹងណាខ្ញុំអាចជួយបានអីចឹងណា អាណាគេលូវត្តមិនទេអាចារ្យ និយាយអញ្ចឹងតាឯងមកវត្តរាល់ថ្ងៃតាហ្នឹងអាចារ្យតានេះមកវត្តរាល់ថ្ងៃហ្នឹងហើយ ខ្ញុំសង្ស័យថាតាឯងហ្នឹងលុយស្រឡាញ់យាយជីនៅវត្តបងបានជាមកវត្តរាល់ថ្ងៃអញ្ចឹង ណែអាចារ្យតាចំណាននេះហើយអត់មានមកគិតរឿងអញ្ចឹងទេនិយាយឲ្យស្រួលខ្ញុំនិយាយលេងទេតានិយាយអញ្ចឹងតាឯងអញ្ចឹងមែនអត់ចា ពួកអាស្អីគេនេះវៃ តាឈប់តាឈប់ ហើយប្រយ័ត្នអាចារ្យ តាយប់ហ្នឹងខ្ញុំសុំដេកវត្តនឹងមកយប់តា យ៉ាហ៊ានមានមកសុំដេកវត្តទៀតអាពូនេះ អើយម៉ែជើង កុំរត់តាន់ទេពួកឯង